សួរចប់នៅឯងចឹងថ្ងៃនេះគឺមកបញ្ចប់រឿង trip ទៅភ្នំកាលែនព្រោះអីថ្ងៃមុនចេញទៅមិនបានដល់កាហ្វេជើងភ្នំហ្នឹងអត់ទាន់បានឡើងដល់លើភ្នំផងហ្នឹងហើយដូចឃើញចឹងខ្ញុំមកចាំគេមុនមិនមែនចាំគេហ្នឹងគឺខ្ញុំមកពីព្រឹកពីឆ្ងាយមកចាំគេទេដោយសារតែខ្ញុំធ្វើការហើយកន្លែងធ្វើការខ្ញុំគឺនៅចន្លោះកណ្ដាលផ្លូវហ្នឹងអញ្ចឹងខ្ញុំចេញមកចាំគេនៅកន្លែងស្ពានហ្នឹងទៅដើម្បីយើងជិះទៅជុំគ្នាទាំងអស់គ្នាតែម្ដងស្ដាយដែរបើសិនជាបានជិះមកពីក្រុងជុំគេគឺមានវីដេអូច្រើនតិចតែដោយសារតែយើងឈប់ចាំគេអញ្ចឹងអត់សូវមានវីដេអូផុសអត់សូវមានរូបថតអត់សូវមានអីខ្លួនឯងសោះហើយគាត់ថាវីដេអូថ្ងៃនេះគឺមាន footage ថ្មីមួយចំនួនដែរដោយសារតែវីដេអូមុនអត់បានដាក់បញ្ចូលទេគឺខ្ញុំដាក់ថ្មីតែម្ដងហើយនេះគឺយើងជុំគ្នាថតរូបនិយាយរួមទៅពេលខ្លះtrip អត់យូរអីយូរនឹងឈប់ថតរូបម្ដងហ្នឹងឯងកន្លះម៉ោង1ម៉ោងកន្លះម៉ោង1ម៉ោងគាត់ថតរូបហើយឥឡូវចេញទៅហើយព្រោះអីទៅនៅយូរទៀតដាច់បាយហ្មងអត់បានបាយព្រឹកទេខ្ញុំចាំគេមកបាយជុំគ្នាហ្នឹងក៏បានបាយព្រឹកដែរហើយនេះគឺវីដេអូខ្ញុំបានមកវីដេអូហ្នឹងឯងនេះជីសង្ហានឹងគេដែរហ្នឹងមែនតើទៅមិនថាមិនទេយើងដើរលេងមកក្រុមម៉ាស៊ីនម៉ូតូយើងរៀងទូចជាងគេដែរប៉ុន្តែអរគុណដែរក្រុមអត់ដែលជិះចោលគ្នាទេគឺយើងជិះចាំគ្នារហូតចឹងណាហើយជាក់ស្ដែងទៅពេលខ្លះមានខ្ញុំនឹងឯងជិះចោលគេចោលឯងគាត់ណាយើងរៀងមិនភ័យទេដោយសារអីម៉ូតូគេលឿនគេជិះតាមយើងតិចតួនហើយឥឡូវយើងមកដល់ស្វាយលើហើយនេះគឺជាផ្លូវបំបីស្វាយលើដែលយើងជិះឡើងទៅភ្នំហ្នឹងហើយនេះទិដ្ឋភាពកាហ្វេជើងភ្នំខ្ញុំបានផុសពីថ្ងៃមុនហើយអាចទៅមើលវីដេអូមុនបានបើតើបានមើលទេហើយនេះគឺជាការជិះឡើងភ្នំនិយាយថាសំឡេង MM គ្រាន់ថាយើងជិះអត់បានលឿនដូចផ្លូវនៅស្រុកគេដោយសារផ្លូវនេះជាផ្លូវបេតុងអញ្ចឹងផ្លូវបេតុងវាអត់ស៊ីជាមួយនឹងសម្បកកង់ល្អដូចជាផ្លូវកស៊ូទេហើយនៅមួយផ្លូវយើងរៀងទូចផងផ្លូវរៀងចង្អៀតផងអញ្ចឹងបើសិនយើងជិះលឿនយើងពិបាកគ្រប់គ្រងម៉ូតូអត់ដូចបូកូទេមកដល់ទៅបូកូនឹងអែមយ៉ាងណាព្រោះដែរបានជិះម៉ូតូឡើងដែរចង់ទៅដែរប៉ុន្តែយើងអ្នកសម្រាប់ដើម្បីទៅដល់បូកូវារៀងឆ្ងាយពេកអញ្ចឹងណាចឹងបើថាថ្ងៃណាមួយមានឱកាសបបួលគ្នាដាក់មក trip ទៅផ្លូវឆ្ងាយតែម្ដងពីរថ្ងៃមើលសុំច្បាប់ប្រពន្ធសុំច្បាប់កូនជិះម៉ូតូដើរលេងផ្លូវឆ្ងាយម្ដងហើយវីដេអូជិះឡើងភ្នំអាចទៅមើលបាននៅលើ YouTube របស់ខ្ញុំដាក់ link ជាមួយវីដេអូមួយនេះហើយចូលទៅដល់ YouTube ហើយកុំភ្លេចជួយ Subscribe ជួយ Like មួយផងដើម្បីឲ្យ algorithm របស់ YouTube ក៏ដូចជា algorithm របស់ TikTok ក៏ដោយដែរវីដេអូនេះជួយ comment ជួយ add to favorite អីផងដើម្បីឲ្យTikTok អីក៏ជួយរុញវីដេអូខ្ញុំបន្ថែមអញ្ចឹងណាហើយឥឡូវនេះគឺពួកខ្ញុំមកដល់លើភ្នំហើយគឺពួកខ្ញុំឈប់កន្លែងតូបយ៉ាភួយនេះដើម្បីយើងទិញមិនទិញទេយើងកំងភេសជ្ជៈកំងអីតិចតួចហ្នឹងដើម្បីយើងយកទៅញ៉ាំនៅកន្លែងទឹកជ្រោះណាដោយសារតែនៅកន្លែងនោះអត់មានលក់អីហើយយើងក៏ដឹកទៅអត់កើតដែរដោយសារតែធម្មតាយើងម៉ូតូស្ពណ៌រឿងពិបាកបន្តិចហើយដោយសារតែខ្ញុំចេញពីធ្វើការឃើញនៅលើម៉ូតូនោះមានកាបូបហើយក្នុងកាបូបនោះមានកៅអៅមានកសែងព្រោះយើងមកភ្នំកាលែនគឺយើងកម្រងលេងទឹកហើយសល់កន្លែងខ្លះគឺយើងដាក់គ្រឿងក្លែមហើយយើងបន្តដំណើរទៀតហើយគឺយើងទៅកន្លែងនេះគេហៅថាអូពីមលើអញ្ចឹងនៅលើភ្នំកាលែនហ្នឹងអ្នកនរគ្នាអាចទៅដល់លើភ្នំហ្នឹងសួរគេបានថានៅកន្លែងណាការពិតភ្នំកាលែនមានកន្លែងដើរលេងច្រើនមានអូច្រើនអញ្ចឹងណាដោយសារជាប្រភពទឹកហូរមកស្ទឹងសៀមរាបអញ្ចឹងកន្លែងដើរលេងមានច្រើនណាស់បើទៅនិយាយថាអូមិនចេះខ្វះឯអូខ្លះខ្មុំអូពីមលើអូប្អងអូអីអញ្ចឹងអ្នកនរគ្នាអាចសួរអ្នកដែលនៅលើភ្នំនឹងបានតើកន្លែងណាបែបម៉េចអញ្ចឹងដើម្បីយើងទៅលេងទៅឲ្យចំគោលដៅអានេះ S1000 អខាងនោះ M1000 R1 នេះសិត900នេះ BM នៅលើនោះមួយទៀតហើយលើនោះទៀតអត់មានអាហ៊ានចុះទឹកទេម៉ូតូនេះមានអាចុះទឹកខាងនេះឮថាអត់តលាងម៉ូតូខ្ញុំយកម៉ូតូដាក់ចូលទឹកលាងtrip ម៉ូតូធំឥឡូវដល់លើភ្នំហើយប៉ុន្តែមេឃភ្លៀងមើលហើយនិយាយថាបួកភ្លៀងគេទឹកមកភ្លៀងចប់ពេញមកហើយបើតាំងចិត្តថាមកលេងទឹកភ្នំកាលែនហើយចំភ្លៀងអញ្ចឹងយើងកុំពិបាកចិត្តពេកយើងទៅជុំគ្នានៅក្នុងទឹកតែម្ដងអង្គុយលេងនិយាយគ្នាលេងតាំងពីភ្លៀងរហូតដល់រាំងវិញអូខេបើសិនជាបើដល់ចុងវីដេអូហើយកុំភ្លេចជួយ like ជួយ share ជួយឲ្យបេះដូងជួយអីតាម platform ដែលអ្នកនរគ្នាមើលហ្នឹងហើយយើងចែកម្លែកទៅឲ្យអ្នកដែលគាត់ចូលចិត្តជិះម៉ូតូដើរលេងដែរបានឃើញទាំងអស់គ្នាផងហើយវីដេអូថ្ងៃហ្នឹងក៏សន្មតថាចប់តែប៉ុណ្្នឹងដែរព្រោះអីអត់បានធ្វើអីទេវីដេអូនេះកាមេរ៉ានេះដាក់ថតចោលតតែលុតទូរស័ព្ទហ្មងអញ្ចឹងក៏អត់មានបានថត